សូមជូនរឿងដំណើរស្វែងរកកូនដំរីដែលបានបាត់ខ្លួនព្រឹកមួយនៅភូមិតូចសុវណ្ណកំពុងរត់ទៅកាន់ទន្លេខណៈដែលឆេនដាមើលទៅលើមុខសប្បាយអរុនសួស្តីថ្ងៃនេះខ្ញុំចង់ទៅលេងទន្លេកូនដំរីបានដើរចេញពីភូមិដោយអារម្មណ៍ចង់ដឹងពីព្រៃឈើសុវណ្ណសង្កេតឃើញថាកូនដំរីមិននៅទីនេះទេគាត់បារម្ភខ្លាំងណាស់ឆេនដាកូនដំរីរបស់ខ្ញុំមិននៅទីនេះទេឆេនដាប្រាប់សុវណ្ណកុំអោមិនភ័យគាត់ត្រូវស្វែងរកកូនដំរីកុំភ័យអីសុវណ្ណយើងនឹងស្វែងរកកូនដំរីឲ្យឃើញវិញសុវណ្ណចូលទៅក្នុងព្រៃឈើដោយប្រុងប្រយ័ត្ននៅតាមឆ្នេរទន្លេសុវណ្ណជួបរិទ្ធីនិងបានសាកសួររិទ្ធីអ្នកបានឃើញកូនដំរីរបស់ខ្ញុំទេខ្ញុំមិនបានឃើញទេប៉ុន្តែខ្ញុំនឹងជួយស្វែងរកកូនដំរីជាមួយឯងកូនដំរីស្ដាប់សំឡេងត្រីមាសដែលផ្ដល់ការណែនាំសួស្ដីកូនដំរីមកតាមខ្ញុំដើម្បីទៅផ្ទះរបស់អ្នកវិញកូនដំរីទៅតាមត្រីមាសដើម្បីឆ្លងទន្លេសុវណ្ណនិងរិទ្ធីស្វែងរកកូនដំរីនៅចំកណ្ដាលព្រៃឈើកូនដំរីតាអ្នកនៅណាសុវណ្ណបានឃើញកូនដំរីគេរីករាយណាស់កូនដំរីខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញឯងកូនដំរីនិងសុវណ្ណសប្បាយចិត្តក្នុងការជួបគ្នាវិញក្នុងរីករាយណាស់ដែលបានជួបឯងវិញពួកគេត្រឡប់ទៅភូមិដោយសុវត្ថិភាពឆេនដាសូមស្វាគមន៍កូនដំរីដែលបានចូលមកក្នុងភូមិវិញសូមស្វាគមន៍វិញកូនដំរីអ្នកភូមិសប្បាយចិត្តនិងអបអរសាទរវិញកូនដំរីនិងសុវណ្ណបានរៀនថាការជួយគ្នានិងស្មោះត្រង់នាំឲ្យមានសុភមង្គលការជួយគ្នានឹងនាំឲ្យមានសុភមង្គល